សួស្តីអ្នកទាំងអស់គ្នាយើងវិលមកជួបគ្នាសាជាថ្មីនៅក្នុងសាច់រឿង Van and Swan ឥឡូវនេះពួកគេបានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការចូលទៅក្នុង Dungeon នៃវិញ្ញាសានៃការអនុវត្តក្រុមនីមួយៗគឺបានស្ទុះស្ទាយរត់ចូលទៅក្នុង Dungeon ក៏ដូចជារកកន្លែងដែលមានសុវត្ថិភាពដើម្បីការពារខ្លួនពីពពួកបិសាចផងដែរនៅក្នុងអំឡុងពេលនោះផងដែរក្រុមរបស់វារត់ចូលទៅក្នុង Dungeon មិនតាន់ជាជ្រៅស្រួលបួលផងក៏ជួបទៅនឹងពពួកបិសាចយ៉ាងច្រើនហើយពពួកបិសាចទាំងអស់ហ្នឹងគឺលីហាណាជាអ្នកបើកមុខនៃការប្រយុទ្ធនាងវាយត្រឹមតែមួយក្បាច់តែប៉ុណ្ណោះធ្វើឲ្យបិសាចទាំងអស់ហ្នឹងកើតជាធូលីផេះតែម្ដងនាងក៏បានប្រាប់អ្នកគ្រប់គ្នាថាការធ្វើដំណើរមួយនេះគឺត្រូវតែលឿនបន្តិចហើយមកទៅមុននឹងធ្វើដំណើរបន្តវាលក៏បាននឹកឃើញអំពីការទូន្មានរបស់លោកគ្រូវឹកណាស់ផងដែរលោកគ្រូវឹកណាស់ក៏បាននិយាយប្រាប់វាលផងដែរថាមិនប្រកាសថាអ្នកដែលមានវេទមន្តខ្ពង់ខ្ពស់អស្ចារ្យអាចចូលទៅក្នុង Dungeon ដោយមានសុវត្ថិភាពនោះទេបើសិនបើអ្នកទាំងអស់គ្នាគឺមិនគោរពនៅគោលការណ៍ទាំងពីរនេះនៃវេទមន្តទី1គឺជាវេទមន្តវាបហាចំណែកវេទមន្តទី2គឺជាវេទមន្តការពារបើពួកគេទាំងអស់គ្នាគឺគិតតែប្រើនៅវេទមន្តវាបហាគឺពួកគេមានហានិភ័យខ្ពស់ណាស់ព្រោះអីបិសាចអាចឆ្មក់វាយពួកគេបានគ្រប់ពេលវេលាឥឡូវនេះក្រុមរបស់វាលក៏បានធ្វើដំណើរទៅមុខហើយក៏ប៉ុន្តែពួកគេក៏បានជួបនៅបិសាចជាច្រើនផងដែរដោយសារតែបិសាចទាំងអស់ហ្នឹងគឺមិនមានរែងខ្ពស់ចឹងហើយគឺពួកគេកំចាប់បានយ៉ាងងាយស្រួលតែម្ដងきっと強いはずក្នុងអំឡុងពេលនោះផងដែរជូលៀសក៏បានប្រើនៅដំបងវេទមន្តរបស់គាត់ដើម្បីស្រូបយកចំហាយវេទមន្តរបស់ពពួកបិសាចដើម្បីប្រើការនៅពេលក្រោយៗទៀតពួកគេក៏បានធ្វើដំណើរទៅមុខបន្តទៀតហើយនៅពេលនោះផងដែរវាលក៏គាត់មានអារម្មណ៍ថាដូចខុសប្រក្រតីផងដែរពួកគេដើរសុកក៏ប្រចាំងបើទៅឃើញនៅបិសាចពីរក្បាលដេកស្លាប់នៅទីនេះមិនដឹងតាំងពីពេលណានោះទេតាមការសង្កេតរបស់ពួកគេមើលទៅដានរបស់វេទមន្តបិសាចនេះមិនតាន់រលាយបាត់អស់នោះទេហើយបិសាចយ៉ាងធំសម្បើមនៅថ្នាក់ហ្នឹងគឺមិនមានមនុស្សណាដែលអាចកម្ចាត់វាបាននោះទេប្រកាសជាបិសាចដែលមានរែងខ្ពស់ជាងវាសម្រាប់ជាក់ជាមិនខានក្នុងអំឡុងពេលហ្នឹងវាលក៏គាត់បាននឹកឃើញអំពីសម្ដីរបស់លោកគ្រូវឹកណាស់ផងដែរគាត់ក៏បានប្រាប់វាលផងដែរថាមានបិសាចមួយប្រភេទដែលអាចលាក់ខ្លួនពីការស្វែងរករបស់វេទមន្តបានព្រោះតែវាលគាត់នឹកឃើញបែបហ្នឹងភ្លាមក៏គាត់ក៏លែកទៅមើលនៅជ្រុងងងឹតក៏ស្រាប់តែឃើញភ្នែកបិសាចមួយគូយ៉ាងរន្ធត់ហើយវាក៏បានធ្វើការវាបហាតែម្ដងហើយការវាបហាមួយហ្នឹងគឺចំវាលមួយទំហឹងតែម្ដងដោយសារតែវានៅចំគោលដៅជាងគេអ្នកគ្រប់គ្នាមិនតន់ជាមានប្រតិកម្មអីស្រួលបួលផងស្រាប់តែបិសាចមួយនឹងចុះមកដល់វិញណាល់បាត់ទៅហើយក៏បើកការវាបហាទៅលើវិញណាល់មួយទំហឹងតែម្ដងគ្រាន់តែឃើញបែបនឹងភ្លាមអ្នកគ្រប់គ្នាក៏បានដាក់ស៊ុបពើរៀងខ្លួនដើម្បីឲ្យបិសាចនឹងធ្លាក់ទៅខាងក្រោមក៏ប៉ុន្តែបិសាចមួយនឹងបានដឹងខ្លួនទុកមុនអញ្ចឹងវាក៏បានវាយដីមួយដៃដើម្បីឲ្យគ្រប់គ្នាធ្លាក់ទៅខាងក្រោមជំនួសវាវិញហើយវាក៏គាត់បានទៅការពារវិញណាល់ដែរដោយសារតែវិញណាល់ក៏អត់តាមភ្ញាក់ពីការសន្លប់នឹងទេការធ្លាក់របស់ពួកគេគឺធ្វើឲ្យរំជួយមកដល់ជាន់ទី6ផងដែរការធ្លាក់មួយហ្នឹងគឺធ្វើឲ្យពួកគេបានបែកចេញពីក្រុមរៀងខ្លួនចំណែកឯវាលជាមួយនឹងវិញណាល់គឺធ្លាក់មកដល់ជាន់ទី10នៃ Dungeon ចំណែកឯស៊ីយ៉នជាមួយនឹងជូលៀសគឺធ្លាក់មកដល់ជាន់ទី11នៃ Dungeon ហើយអ្នកទាំងពីរក៏ជួបទៅនឹងបិសាចជាច្រើនក្បាលផងដែរហើយលីហាណាជាមួយនឹង Colette ពួកនាងទាំងពីរនាក់គឺធ្លាក់មកដល់ Dungeon នៃជាន់ទី15មែនណាគឺឆ្ងាយជាងគេបន្តិចហើយក្រុមរបស់ពួកគេគឺត្រូវតែមកជួបជុំគ្នាវិញបើមិនចឹងទេបិសាចសម្លាប់អស់លើហើយចំណែកវាគឺកំពុងតែជួបទៅនឹងបិសាចពស់មួយក្បាលហើយបិសាចពស់ហ្នឹងក៏មិនមានអីជាឧបសគ្គសម្រាប់វាដែរគឺគាត់បានកំចាត់បិសាចពស់ហ្នឹងបានបាត់ទៅហើយនៅក្នុងពេលហ្នឹងវិញណាល់ក៏គាត់បានភ្ញាក់ពីការសន្លប់របស់គាត់ផងដែរគាត់ក៏បានលូកដៃដើម្បីទៅលើកវិញណាល់ក៏ប៉ុន្តែត្រូវបានវិញណាល់បដិសេធគាត់ភ្លាមតែម្ដងវាលក៏បានប្រាប់វិញណាល់ផងដែរថាឥឡូវនេះគឺយើងមិនត្រូវខ្វាយខ្វល់ទៅលើអ្វីទាំងអស់យើងត្រូវតែទៅជួបក្រុមវិញឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានហើយអ្នកទាំងពីរកំពុងតែនៅជាន់ទី10ជាមួយនឹងបិសាចនឹងផងដែរអ្នកទាំងពីរគឺមានគ្រោះថ្នាក់គ្រប់ពេលនៅជាន់ទី8នៃទីស្នាក់ការទី2របស់ពួកគេគឺកំពុងតែមានការវាយប្រហារពីពពួកបិសាចជាច្រើនផងដែរក៏ប៉ុន្តែមាននារីម្នាក់មកទប់ទល់ទៅលើការវាយប្រហាររបស់បិសាចមួយហ្នឹងហើយនារីម្នាក់ហ្នឹងគឺមិនតាន់ជាដឹងឈ្មោះនោះទេហើយនៅក្នុងការវាយប្រហារមួយហ្នឹងគឺមានបុរស2នាក់បានស្លាប់ផងដែរហើយការស្លាប់របស់ពួកគេគឺពិតជាចម្លែកណាស់គឺបានដាច់ក្បាលចេញពីខ្លួនតែម្ដងឥឡូវនេះវាលជាមួយនឹងវិញណាល់អ្នកទាំងពីរគឺបានធ្វើដំណើរមកដល់ជាន់ទី11ហើយអ្នកទាំងពីរក៏បានជួបទៅនឹងបិសាចផងដែរបិសាចមួយនេះគឺមិនមែនមកតែមួយមិនមែនមកតែពីរនោះទេគឺមក3ក្បាលតែម្ដងពួកគេយ៉ាងកពុលមុខបន្តិចហើយវាមាន credit រហូតដល់8 credit វាមានឈ្មោះថា Gus Chisa ហើយអ្នកទាំងពីរក៏ត្រៀមខ្លួននៅក្នុងការប្រយុទ្ធជាមួយនឹងបិសាចមួយប្រភេទនឹងផងដែរទោះបីជាបិសាចនឹង
មានគ្នាច្រើនឬក៏មានកម្លាំងខ្លាំងក៏ដោយវាមិនមែនជាឧបសគ្គសម្រាប់វានោះទេអ្វីដែលសំខាន់សម្រាប់វានោះគឺជា credit ក្នុងពេលនោះផងដែរគឺមានបិសាចមួយក្បាលគឺបានមកវាប្រហារទៅលើវិញណាល់ក៏ប៉ុន្តែត្រូវបានវារារាំងទៅលើបិសាចមួយហ្នឹងហើយគាត់ស្ទុះទៅកាប់បិសាចមួយហ្នឹងត្រឹមតែមួយដាវតែប៉ុណ្ណោះអាចកំឆាប់វាបានបាត់ទៅហើយបន្ទាប់ពីគាត់សម្លាប់ទៅលើបិសាចមួយហ្នឹងហើយគឺគាត់ទៅសួរវិញណាល់តើវិញណាល់មានត្រូវរបួសត្រង់ណាអត់អ្នកទាំងពីរមិនតាន់ជាបានសួរសុខទុក្ខគ្នាស្រួលបួលផងស្រាប់តែមានបិសាចជាច្រើនក្បាលមកវាប្រហារទៅលើអ្នកទាំងពីរកំពុងតែជួបបិសាចព្រះជាវដែលមានចំនួន credit 7និងកឹះជីសាចំនួន8និងមួយក្បាលទៀតគឺមានឈ្មោះថា Deformis គឺមានចំនួន credit 9ឯណោះហើយអ្នកទាំងពីរក៏បានរួមដៃគ្នាកំចាត់ទៅលើបិសាចទាំងអស់ហ្នឹងមិនឲ្យសល់សូម្បីតែមួយកប់ជួនអីអ្នកទាំងពីរកំពុងតែស្ថិតនៅជាន់ដែលបិសាចកំពុងតែធ្វើការបង្កកំណើតអ្នកទាំងពីរមិនតាន់ជាមានប្រតិកម្មអីស្រួលបួលផងស្រាប់តែបិសាចធ្វើការបង្កកំណើតបាត់ទៅហើយគឺរៀងភ្ញាក់ផ្អើលបន្តិចដែរហ្នឹងហើយនៅពេលហ្នឹងគឺបិសាចមួយហ្នឹងធ្វើការបង្កកំណើតរួចបាត់ទៅហើយដោយវាគាត់ឃើញស្ថានភាពមិនស្រួលក៏គាត់បានបំផ្ទុះទៅលើបិសាចមួយហ្នឹងចោលតែម្ដងទៅកុំឲ្យវាបង្កកំណើតតទៀតបន្ទាប់ពីវាគាត់បានបំផ្ទុះទៅលើការបង្កកំណើតរបស់បិសាចមួយហ្នឹងហើយអ្នកទាំងពីរគិតថាប្រហែលជាអាចនឹងរួចខ្លួនពីពពួកបិសាចមួយហ្នឹងហើយក៏ប៉ុន្តែបិសាចមួយហ្នឹងបានបង្កកំណើតចំនួន3ដែលឈរនៅពីក្រោយខ្នងរបស់ពួកគេបាត់ទៅហើយបិសាចមួយនេះគឺមានឈ្មោះថា Balkas វាមាន credit ចំនួន11 credit ហើយអ្នកទាំងពីរក៏បានសហការសារជាថ្មីដោយវាជាអ្នកវាយបើកមុខចំណែកឯវិញណាគឺជាអ្នកវាយពីក្រោយឬក៏ជាអ្នកបន្តពីក្រោយនឹងឯងចំពោះបិសាចមួយនេះគឺវាមានសមត្ថភាពអាចបន្តដៃជើងវាត្រឹមតែមួយប្រព្រឹត្តផ្នែកតែប៉ុណ្ណោះចឹងហើយគឺអ្នកទាំងពីរយ៉ាងពិបាកវាយវាបន្តិចហើយនៅពេលហ្នឹងបិសាចមួយក្បាលគឺបានវាប្រហារទៅលើវិញណាល់ក៏ប៉ុន្តែត្រូវបានវាគាត់បានឃើញនៅសកម្មភាពនឹងតន់ហើយគាត់ក៏បានចូលមករារាំងឬក៏ទប់ស្កាត់អំពីការវាប្រហាររបស់បិសាចមួយហ្នឹងទៅលើវិញណាល់王子よ来い開けアルプスリングពីបំផុតអ្នកទាំងពីរក៏បានសម្លាប់ទៅលើបិសាចមួយនឹងបានផងដែរទោះបីជាអ្នកទាំងពីរបានរួចផុតពីការស្លាប់ក៏ដោយក៏ប៉ុន្តែវិញណាល់ហាក់បីដូចជាមិនសប្បាយចិត្តនោះទេគេនៅតែធ្វើមុខសពូនដដែលឥឡូវនេះយើងក៏លេចមកមើលប្រវត្តិរបស់វិញណាល់បន្តិចនៅកាលពីក្មេងគឺគាត់បានស្រឡាញ់ទៅលើក្មេងស្រីម្នាក់ហើយក្មេងស្រីម្នាក់ហ្នឹងគឺមានឈ្មោះថា Elena ហើយនាងគឺពិតជាមានសមត្ថភាពខ្លាំងណាស់រហូតដល់នាងបានក្លាយទៅជាមេជា Wonder ទាំងវ័យក្មេងដូចជា Euphoria ដែរអញ្ចឹងដោយសារតែគាត់មិនចង់បាត់បង់មនុស្សជាទីស្រឡាញ់ទើបធ្វើឲ្យគាត់ហាត់ទាំងយប់ទាំងថ្ងៃដើម្បីលុតដំខ្លួនក៏ដោយសារតែគាត់ចង់ក្លាយទៅជាមេជា Wonder និងរស់នៅជាមួយនឹងមនុស្សដែលគាត់ស្រឡាញ់អស់មួយជីវិតដោយសារតែប្រវត្តិរបស់អ្នកទាំងពីរហាក់បីដូចជាស្រដៀងគ្នាពេកអញ្ចឹងហើយគឺពួកគេបានចាប់ដៃគ្នារាប់អានគ្នាជាមិត្តនៅពេលនេះ Sion ជាមួយនឹង Julia កំពុងតែនិយាយគ្នាអំពីទឹកដោយសារតែពួកគេកំពុងតែស្រេកទឹកខ្លាំងហើយ Sion ក៏បានប្រាប់ឲ្យ Julia ធ្វើទឹកឲ្យគាត់មួយកែវផឹកផងដោយសារតែ Julia ឯងគឺជាវីតាមីនទឹកកកយើងអាចធ្វើទឹកមួយកែវបានហើយដោយសារតែអ្នកទាំងពីរនិយាយគ្នាត្រូវទេអញ្ចឹងគឺមានតែបកកាយគ្នាខ្លាំងៗតែម្ដងហើយក្នុងការបកកាយរបស់ពួកគេហ្នឹងក៏គ្មានអីច្រើនដែរដោយសារតែទាមទាររត់ទឹករៀងៗខ្លួននៅគណៈពេលហ្នឹងផងដែរ Sion កំពុងតែមានអារម្មណ៍ដឹងអំពីបិសាចនៅជិតខ្លួនរបស់ពួកគេការសង្ស័យរបស់ Sion គឺវាពិតជាមិនខុសនោះទេស្រាប់តែពេលហ្នឹងគឺមានបិសាចមួយក្បាលបានបង្ហាញមុខនៅចំចំពោះគេតែម្ដងដំបូងគិតថាបិសាចនឹងតែមួយក្បាលតែ Sion ចេញទៅគឺបិសាចនឹងមានរហូតដល់3-4ក្បាលឯណោះការចេញមកប្រឈមមុខជាមួយនឹងបិសាចដ៏ច្រើនតែម្នាក់ឯងបែបនេះគឺដោយសារតែ Sion ខ្លាចនៅភាពអាម៉ាស់តែប៉ុណ្ណោះចំណែកឯនៅមូលដ្ឋាននៅជាន់ទី8នេះវិញគឺរងនឹងការវាយប្រហារពីបិសាច Sentinel ជាច្រើនក្បាលហើយអ្នកទាំងអស់គ្នាដែលកំពុងតែស្ថិតនៅក្នុងមូលដ្ឋានកំពុងតែរត់ចែកជើងគ្នារកកន្លែងដែលមានសុវត្ថិភាពនៅក្នុងខណៈពេលនោះផងដែរស្រាប់តែមានចង្វាក់ជាច្រើនខ្សែមករត់ដៃរត់ជើងទៅលើបិសាច Sentinel អ្នកដែលសម្លាប់បិសាច Sentinel ជាច្រើនក្បាលនៅក្នុងពេលតែមួយគឺជាលោកគ្រូ Edward ដែលបានមកជួយអ្នកគ្រប់គ្នានឹងឯងនៅពេលនេះវិញណាល់ជាមួយនឹងវាកំពុងតែរត់សម្ដៅទៅសម្លេងដែលពួកគេបានឮនៅពេលដែលអ្នកទាំងពីរបានមកដល់ស្រាប់តែឃើញ Sion ឈរនៅលើគំនរបិសាចជាច្រើនមើលទៅហាក់បីដូចជា Sion បានសម្លាប់ទៅលើបិសាចទាំងអស់ហ្នឹងតែម្នាក់ឯងអញ្ចឹងតាមការពិតគឺគាត់បានសម្លាប់ជាមួយនឹង Julius នោះទេក្រឡេកមកមើល Liana ជាមួយនឹង Colette ឯណាបន្តិចអ្នកទាំងពីរកំពុងតែដើរសោកស្រាប់តែជួបបុរសម្នាក់ហើយអ្នកទាំងពីរក៏ស្គាល់ផង
ផងដែរថាបុរសម្នាក់ហ្នឹងគឺជាលោកគ្រូប្រូណូតាមការសង្កេតរបស់អ្នកទាំងពីរមើលទៅបុរសម្នាក់ហ្នឹងហាក់បីដូចជាមិនមែនលោកគ្រូប្រូណូនោះទេតាមការពិតលោកគ្រូប្រូណូគឺបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយម្នាក់ហ្នឹងគឺគ្រាន់តែខ្ចីរូបរាងកាយរបស់លោកគ្រូប្រូណូយកមកប្រើតែប៉ុណ្ណោះពួកគេទាំងពីរនាក់មកកាន់ទីនេះគឺចង់កំទេចរនាំងការពារផ្ទៃមេឃឬក៏គេហៅបានមួយទៀតថាជាសៀដែលចងផ្ទៃមេឃអស់ជាច្រើនឆ្នាំពីសំណាក់មេជាវ៉ាន់ដឺហ្នឹងឯងប្រសិនបើផ្ទៃមេឃទាំងមូលមិនមានសៀការពារនោះទេនឹងកើតមានមហន្តរាយជាច្រើនធ្លាក់មកលើផែនដីហ្នឹងឯងដោយសារតែមិនចង់ឲ្យមានមហន្តរាយកើតឡើង Colette ជាមួយនឹង Liana នាងក៏ចង់ធ្វើការវាយប្រហារទៅលើពីរអ្នកហ្នឹងផងដែរក៏ប៉ុន្តែអ្នកទាំងពីរហ្នឹងគឺមិនងាយស្រួលនៅក្នុងការវាយប្រហារនោះទេព្រោះអីសមត្ថភាពរបស់អ្នកទាំងពីរហ្នឹងគឺខ្លាំងពេកនៅក្នុងខណៈពេលនោះផងដែរបុរសដែលមិនមានក្បាលក៏បានបើកការវាយប្រហារទៅលើ Liana ជាមួយនឹង Colette ក៏ប៉ុន្តែអ្នកទាំងពីរក៏មានសំណាងណាស់ណាដែរដោយសារតែពេលហ្នឹងគឺបានវារត់មកតន់កុំអីអ្នកទាំងពីរជាតិរយនៅតំណឹងបាត់ហើយ危機の花とコレットの功績のおかげសាច់រឿងរបស់យើងក៏មកដល់កន្លែង slash ផងដែរបើសិនបើអ្នកគ្នាយល់ថារឿងនេះល្អមើលកុំភ្លេចចុច like ឲ្យខ្ញុំម្នាក់មួយផងបើសិនបើខ្ញុំនិយាយឈ្មោះតួអង្គឬក៏កន្លែងណាមិនសូវជាច្បាស់អីសូមអ្នកគ្នាខន្តីនិងអភ័យទោសផងណាខ្ញុំសូមជូនពរឲ្យអ្នកគ្នាមានតែសុខភាពល្អតាណាមកណាមានតែសំណាងល្អជួបតាមមនុស្សល្អៗនិងរស់ស៊ីទទួលទានមានបាននៅក្នុងក្រុមគ្រួសារជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ